mấy Spider-Man ប្រើទូរស័ព្ទ Samsung Galaxy Flip អត់ប្រើទូរស័ព្ទរបស់ Sony ទេទាំងអស់គ្នា trailer របស់ Spider-Man ទៅចេញណាហើយនៅក្នុង trailer ហ្នឹង Spider-Man គឺប្រើ Galaxy Flip អត់ប្រើទូរស័ព្ទរបស់ Sony ទេដែលនៅក្នុងរឿង Spider-Man គឺគួរតែប្រើរបស់ Sony ជាពិសេសគឺទូរស័ព្ទហ្នឹងហើយគឺដោយសារ Sony គឺជាម្ចាស់នៅក្នុងការផលិតរឿង Spider-Man តែលើកនេះគឺដឹងថាមូលហេតុអីគេដែល Spider-Man គឺប្រើ Samsung Galaxy Flip ហើយគឺបើក trailer មកគឺចេញអាហ្នឹងមកឥឡូវយើងនិយាយទៅក្រោយបន្តិច Sony បានទិញសិទ្ធិផលិតរឿង Spider-Man ពី Marvel Entertainment កាលពីឆ្នាំ 1999 ក្នុងតម្លៃតែ$7 លានតែប៉ុណ្ណោះដែលក្នុងហ្នឹងគឺរួមបញ្ចូលទាំង character រាប់រយនាក់ផ្សេងទៀតដែលតាក់ទងជាមួយនឹង Spider-Man ដូចជា Venom, Green Goblin, Dr. Octopus, Sandman, Kraven the Hunter, Miles Morales, Spider-Woman, Mobius និងមានតួអង្គជាច្រើនទៀតដោយសរុបចំណូលរឿង Spider-Man ទាំងអស់គឺលើសពី$10,000 លានដែលនេះគឺជា business deal មួយដែលពិសេសនៅក្នុងប្រវត្តិសាស្ត្រតែម្ដងប៉ុន្តែបើសិនជាអត់មានលុយនៅក្នុងកិច្ចព្រមព្រៀងមួយហ្នឹងទេ Marvel ប្រហែលជាអត់មាន Marvel Studio ដែលផលិត MCU នៅក្នុងពេលនេះទេហើយ Sony ក៏មិនចំណេញលុយរាប់ពាន់លាន$នេះដែរបើនិយាយពី Marvel Entertainment ដែលបង្កើត MCU ដ៏ជោគជ័យក្នុងពេលបច្ចុប្បន្ននេះកាលពីឆ្នាំ 1990 ជាងគឺថាមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរតែម្ដងអញ្ចឹងគឺគេចង់លក់តួអង្គផ្សេងទៀតដូចជាក្រុម X-Men, Fantastic Four, Hulk ហើយនិង character ផ្សេងទៀតដែរគឺចំនួន$25 លានតែប៉ុណ្ណោះតែ Sony គឺបាននិយាយថាគ្មានអ្នកណាគេខ្វល់តួអង្គហ្នឹងក្រៅពី Spider-Man ទេចឹងតើអ្នកគ្នាសាកគិតមើលថាបើសិនជា Sony ទិញ character ទាំងអស់ហ្នឹងតើរឿងនៅក្នុងពេលបច្ចុប្បន្នហ្នឹងមានសភាពបែបម៉េចតែឥឡូវគឺនៅតែឆ្ងល់ថាមិនបានក្នុងរឿង Spider-Man ប្រើ Samsung Galaxy Flip វិញបើទាំងអស់គ្នាដឹងចាំប្រាប់ខ្ញុំនៅក្នុង comment ផងអញ្ចឹងចាំតាមដានរឿង Spider-Man Brand New Day ទាំងអស់គ្នាគឺថាមាន character ថ្មីចេញច្រើនមែនតើ